យើងមិនរំលាយអាហាររោគអីឬក៏ម្នាក់ណាមិនរំលាយអាហារចេះតែបញ្ហាមានតែចោពោះភើច្រើនណាស់ដូចថាជនឯក្តៅដុំទ្រូងអីបងប្អូនណាបងប្អូនមុននឹងបញ្ចូលរឿងមករំលឹកអាហារខ្ញុំចង់បង្ហាញរូបបងប្អូនសិនអំពីកាពះយើងសិនបងប្អូនយល់ថាកាពះយើងរបៀបម៉េចនេះរូបភាពបងប្អូនណាគឺមនុស្សយើងកាពះពីដើមកាពះពីដើមកំពង់បាយយើងរកកាពះយើងហើយបានកំពង់ចូលពវៀនទូបាទអញ្ចឹងបងប្អូនដឹងថារឿងអីបានយើងមិនរំលាយអាហារខ្ញុំជម្រាបបងប្អូនរូបមិនរំលាយអាហារសិនគឺថាពេលយើងមិនរំលាយអាហារយើងធ្វើម៉េចបានដឹងថាមិនរំលាយអាហារខ្ញុំជួបផ្សឹងរាល់ថ្ងៃនៅ pharmacy យើងខ្ញុំគឺថាយើងអត់ស្រួលញ៉ាំហើយអត់ស្រួលជាផ្នែកខាងលើពោះយើងតែម្ដងផ្នែកខាងលើគឺថាយើងញ៉ាំហើយឬក៏យើងផឹកស្រាអីហើយនោះអត់ស្រួលគឺអីគឺភាគច្រើនធ្វើឲ្យយើងក្តៅដុំទ្រូងអញ្ចឹងมันពាក្យអង់គ្លេសហៅ heartburn តាមពិតបេះដូងវាមិនមែន burn ទេប៉ុន្តែដូចថាពាក្យសាមញ្ញគេថាលលាកបេះដូងតាមពិតយើងក្តៅដុំទ្រូងផ្នែកខាងឆ្វេងមើលបងប្អូនណាមកហើយវាតាមពិតវារំលាកនៅក្បាលកាពះរបស់យើងនឹងហើយឡើងពងបាយរបស់យើងខ្ញុំទៅបងប្អូនមិនមិញណាមកឡើងទៅលើហ្នឹងតែធ្វើឲ្យយើងក្តៅម្ដុំនេះសម្រាប់ម្ដុំហ្នឹងគឺថានៅខាងបេះដូងពវៀនយើងពងបាយយើងជាមួយនឹងកាពះយើងម្ល៉េះធ្វើឲ្យយើងក្តៅធូរហើយយើងអត់ស្រួលទេគឺដូចថាអត់ស្រួលហ្មងយើងហាត់គេថាយើងថាមិនរំលាយអាហារណារុកខ្មែរយើងជួយចិត្តថាប្រើរុកកាពះអញ្ចឹងអ្នកខ្លះគឺមានការរោគសញ្ញាខុសៗគ្នាខ្លះចង់ក្អួតខ្លះដូចញ៉ាំលែងចូលហ្មងខ្លះដូចខ្យល់ក្នុងពោះហើមពោះហ្មងបាទខ្លះទៀតគឺថាដូចជាអត់ស្រួលពោះមកដូចតែណែនតឹងពោះអត់ព្រមស្រកសោះអ្នកខ្លះទៀតគឺថាដោយសារតែញ៉ាំថ្នាំខ្លះអានេះខ្ញុំជម្រាបតែបន្តិចទៀតអំពីញ៉ាំខ្លះណាម្ល៉េះខ្លះមិនដឹងមូលហេតុអីទេម្ល៉េះយើងត្រូវតែជួបឱសថការីវិជ្ជបណ្ឌិតគេនឹងជួយឲ្យយោបល់យើងអានេះគេហៅថាមិនរំលាយអាហារពុំមហូបអាហារវានៅតែកាពះហ្នឹងវាមិនព្រមចុះទៅក្រោមសោះជាងខ្លួនយើងឆ្លាតតែមិនរំលាយដោយសារអ្វីដោយសារទឹកកាពះចេញច្រើនពេកដើម្បីចង់រំលាយអាហារហ្នឹងដល់មិនរំលាយទេទឹកកាពះច្រើនពេកធ្វើឲ្យយើងអត់ស្រួលខ្លួនឲ្យក្តៅដង្ទូងវិជ្ជាឬក៏ចុកវាឆ្អល់បាទមួយទៀតដែលខ្ញុំចង់បញ្ជាក់មួយទៀតគេ heartburn ហ្នឹងគឺថាមួយរំលាយអាហារមួយទៀតគេថាដូចយើងក្តៅដង្ទូងឯងដោយសារបានក្តៅបានចុកដង្ទូងគឺថាមិនមែនចុកដោយសារកាំងបេះដូងនេះអានេះចុកភាគច្រើនដោយសារតែមិនរំលាយអាហារហើយយើងក្តៅដង្ទូងនោះគឺការឆ្វេងទៀតហើយជួននេះក្តៅបំពង់កទៀតបំពង់កទៀតដូចថាយើងបំពង់កយើងដូចក្តៅហើយមិនភើមកជូរទៀតអាហ្នឹងទឹកដោយសារអ្វីដោយសារទឹកកាពះឆ្លាលមកដល់បំពង់បាយរបស់យើងឯងបងប្អូនណាចឹងទៅធ្វើឲ្យយើងលំមាស់កជួននេះលំមាស់កធ្វើឲ្យយើងក្អកទៀតណាបងប្អូនដោយសារអីទឹកកាពះហ្នឹងវាធ្វើឲ្យរលាកអំពង់បាយរបស់យើងអំពង់បាយយើងនេះអំពង់លើនេះបាទដល់រលាកទៅវាធ្វើយើងក្អកទៀតដល់ក្អកទៀតហ្នឹងគឺថាខ្លះមានស្លេសដូចខ្ញុំចឹងអានេះគឺថាដោយសារទឹកកាពះច្រើនពេកស្លេសដែលបង្កើតចេញពីបំពង់បាយរបស់យើងហ្នឹងគឺការពារកុំឲ្យរលាកបំពង់បាយយើងផងរលាកកាពះយើងផងនោះហើយយើងគិតថាតើវាយ៉ាងម៉េចវាធ្វើឲ្យលំមាស់កយើងក្អកខ្លះក្អកមិនមែនដោយសារតែយើងគ្រូនប្រសាយឬដោយសារអ្វីទេដោយសារកើតហឺតអីជួយនេះក្អកដោយសារតែទឹកក្រពះបាទអញ្ចឹងរោគសញ្ញាអ្វីខ្លះពេលដែលបងប្អូនដឹងជាងគេគឺថាញ៉ាំអីហើយរបស់បន្តិចទៀតខ្ញុំជម្រាបអំពីរបស់ដែលធ្វើឲ្យយើងបង្កើតទឹកក្រពះច្រើនពេលដែលយើងគេងល្ងាចឡើងពេលដែលយើងញ៉ាំក៏ទៅតម្រេតញ៉ាំឆ្អែតពេលហ្នឹងដែលយើងចាប់ផ្ដើមមានបញ្ហាគឺបញ្ហាក្តៅដង្ទ្រូងការច្រអល់ការក្អកបាទហើយគេងមិនសុខបកមិនលហើយហ្នឹងឯងគឺដោយសារតែទឹកកាពះច្រើនមកបំពង់បាយយើងពេលខ្លះក្មេងខ្លះចាស់ខ្លះពីច្រើនមនុស្សយើងចាស់តិចទៅអាសាច់ដុំកន្លែងនេះវាអត់សូវចិត្តល្អទេវាចំហតែក្មេងដូចកូនងាយអញ្ចឹងវានៅអត់តន់សាច់ដុំទៅខ្លាំងវាចែងតែភើគ្រើបងប្អូនដល់តែយើងចាស់ទៅវានេះតែយើងក៏ញ៉ាំច្រើនពេកឆ្អែតពេករបស់របរដែលបង្កើតជាតិអាស៊ីតច្រើនពេករបស់សង្គ្រប់អីនៅលើផែនដីនេះបើយើងមិនញ៉ាំហូបអាហារដែលធម្មជាតិបង្កើតយើងណាគឺយើងតែងតែមានបញ្ហាហ្នឹងនោះហើយទឹកសាច់ដុំនេះវាតែងតែចំហដើម្បីឲ្យបើមិនទៅចេញក្រៅមកវិញទេបើយើងក្អួតធូរណាបើមិនចុះគឺមិនចុះមានតែបញ្ចេញក្អួតមកវិញអញ្ចឹងអាសាច់ដុំនេះវាសម្រាប់មុខវាបិទតែដល់ពេលយើងញ៉ាំឆ្អែតពេកទេវាចំហដំណោះអានេះតែបញ្ហាមួយហើយធ្វើឲ្យយើងមានបញ្ហាគេងមិនលក់បក់មិនហើយ
បាទដោយសារតែទឹកកាពះខ្លះជូរមាត់ខ្លះភ្ញាក់ឡើងជូរមាត់ឬចប់មាត់អីណាបងប្អូនវាឈឺកអត់ប្រឡើងអាហ្នឹងដោយសារទឹកអាស៊ីតពេលដែលយើងគេងព្រោះយើងគេងបងប្អូនមើលកាពះចេះកាលយើងគេងទៅគឺទឹកកាពះងាយច្រាលទៅលើពេលយើងគេងបាទអាហ្នឹងគឺជារឿងមួយដែលយើងអត់មានបញ្ហាដោយសារទឹកកាពះនេះបាទវិញមាត់ជូរមាត់ស្អីហ្នឹងហើយជួននេះខ្លះអាសាចេញទឹកមាត់មិនខ្ញុំនិយាយអាសាចេញទឹកមាត់អាជីរោគកាពះដែលតែមករំលាយយើងដឹងថាបើយើងទៅខាង7គឺឃើញថាផ្លែ7ឬផ្លែក្រូចឆ្មាអីយើងទឹកមាត់ចេញកាពះក៏ចេញដូចគ្នាដែរគឺថា reflect គឺថា automatic មកយើងដល់ពីភើមកគឺថាយើងជូរមាត់អំហ្នឹងឯងបញ្ហាយើងជួននេះចង់ក្អួតចេះ slash បងប្អូនគិតថាអញ្ចឹងហ្នឹងគឺជួនអីដោយសារកាពះទេមិនមែនគ្រុនប្រសាយទេភាគច្រើនម្ហូបអាហារសប្តាហ៍ហ្នឹងមួយទៀតជួនអីខ្លះពីគេងទៅក្អកដល់ក្អកដោយសារទឹកកាពះវាច្រើនមកអានឹងក្អកស្ងួតខ្លាយក្អកភាគច្រើនក្អកស្ងួតដល់ពេលយប់បងប្អូនណាហើយឈឺកំពង់កយើងថាមករលថាឈឺកតែបើអសតការីឬវិជ្ជបណ្ឌិតគេសួរសំណួរយើងច្រើនគេដឹងថាមិនមែនឈឺកដោយសារមេរោគទេភាគច្រើនឈឺកដោយសារកាពះទឹកកាពះគឺច្រើនណាស់បងប្អូនអានេះសឹងចាស់រាល់តែថ្ងៃខ្ញុំជួបរាល់ថ្ងៃបងប្អូនខ្មែរយើងមកស្រុកខ្មែរគេចឹងដែរគ្រប់រាល់ថ្ងៃតិចខ្ញុំជម្រាបបងប្អូនមូលហេតុអ្វីហើយមួយទៀតស្អកករឿងអីស្អកកកាលណាតែទឹកកាពះច្រើនឡើងលើញឹកញាប់ធ្វើឲ្យបំពង់កយើងលលាកទៅគឺលលាកសំឡេងនេះបំពង់សំឡេងនេះគេឡារិងណាអាវ៉ូខូតហ្នឹងគឺចាំបំពង់សំឡេងយើងវាលលាកដល់លលាកទៅវាធ្វើឲ្យយើងស្អកកតែស្អកកយូរពេកគឺយើងប្រញាប់ទៅជួបវិជ្ជបណ្ឌិតដែរឲ្យគេមើលណាគេតើមូលហេតុអ្វីអញ្ចឹងវិជ្ជបណ្ឌិតអាចមើលដឹងអាចយល់ដឹងឬក៏គាត់បញ្ជូនទៅในឯកទេសខាងមាត់ចំហនឹងតិចព្រោះនោះគេមើលឃើញគេដឹងថាមកពីទឹកកាពះណាបាទមួយទៀតក៏ញ៉ាំទៅគេបានតិចឆ្អែតអានេះសារអីដោយសារតែរោគមករំលាយអាហារដែរបងប្អូនណាហើយបើរោគសញ្ញានឹងវាចេះទុកយូរអង្វែងពេកអានឹងអត់អវិញទេវាទៅជារោគមួយទៀតដែលខ្ញុំនិយាយទៅចាំភាគទី2គឺថារោគគេហៅថាពីអង់គ្លេសគេហៅថា gastroesophageal reflux disease ពីអក្សរកាត់ GOT មានន័យថាទឹកកាពះវាច្រាលឡើងបំពង់បាយនឹងគឺថាប្រចាំថ្ងៃយើងអត់រវល់ទេចេះក្អកចេះទឹកកាពះចេះជូរមាត់យើងមិនរវល់ទេយូរឆ្នាំទៅគឺយើងអាចមានបញ្ហាវាលលាកបំពង់បាយហ្នឹងតែលាកខ្លាំងបំពង់បាយរបស់យើងនេះចាប់ផ្ដើមបង្កើតជាតិអាស៊ីតជាតិ slash ម្យ៉ាងទប់កុំឲ្យរលាកបំពង់បាយយើងហ្នឹងដល់ទៅ slash យូរពេកវាបង្កើតឲ្យយើងចេះមាន slash ហ្នឹងតែយូរពេកអាបំពង់សាច់បំពង់បាយយើងនឹងវាឆ្លាតវាធ្វើជាងតាមពិតវាធ្វើទៅដូចកាពះយើងតាមពិតងាយនឹងលលាកបើសិនយើងអត់មានទឹកលំអិលទឹកកាពះយើងឆ្លាតណាស់ទឹកកាពះសាច់កាពះបង្កើតទឹកអាស៊ីតវាកម្លាំងវា2ទៅ3 pH 2ទៅ3ទៅ4នេះដូចទឹកអាគុយឡានអញ្ចឹងតែបើអត់មានទឹកលំអិលទេវាស៊ីសាច់កាពះឯងមកទឹកកាពះចេញទឹកអាស៊ីតនឹងស៊ីសាច់កាពះឯងមកប៉ុន្តែដោយសារជាតិទឹកលំអិលហ្នឹងវាទប់កុំឲ្យទឹកលំអិលយើងបង្កើតខ្លួនយើងការពារកុំឲ្យលលាកសាច់កាពះខ្លួនឯងតែបើយើងទឹកកាពះមួយថ្ងៃមកចេញយូរអង្វែងទៅវាអាចលលាកកាពះទីមួយទៀតបំពង់បាយយើងឆ្លាតណាស់បង្កើតទឹកលំអិលទប់កុំឲ្យវាលលាកទឹកលំអិលនឹងយូរពេកយើងមួយថ្ងៃគឺទឹកកាពះយើងញ៉ាំរបស់សិតតបង្កើតជាតិអាស៊ីតច្រើនស្អីក៏សឹងតែបង្កើតជាតិអាស៊ីតច្រើនសប្តាហ៍នេះលើកលែងតែធម្មជាតិបង្កើតយើងបន្តិចខ្ញុំជូនបងប្អូនយល់ដល់តែវាច្រាលឡើងលើយូរទៅសាច់បំពង់បាយយើងនេះចាប់បង្កើតសាច់ប្រកាសជាងមុនអញ្ចឹងកោសិការបស់បំពង់បាយយើងកាត់ចាប់ដើមក្រាស់ទៅអានេះគេហៅរោគមួយទៀតគេហៅថា Barrett esophagus ពេលយើងឆ្លោះទៅគេសងកាពះយើងខ្មែរហៅសងកាពះគេដឹងខ្លួនគេយកសាច់ទៅច្រាប់មើលបន្ទាប់មកទៀតបើទុកយូរពេកវានឹងយ៉ាងម៉េចវានឹងទៅជារោគមួយទៀតមហារីកបំពង់បាយដែលខ្មែរយើងចេះតែនិយាយថាអួលបាយរត់ទឹកអួលទឹករត់ចប់អាហ្នឹងគេហៅរលាកបំពង់បាយបាទអញ្ចឹងមូលហេតុខ្ញុំចង់ជម្រាបបងប្អូនមូលហេតុអ្វីដែលធ្វើឲ្យយើងមានទឹកកាពះច្រើនមិនរំលាយអាហារមួយណាក៏សឹងតែគ្រប់គ្នាមិនថាគេមិនថាខ្ញុំទេគាត់តែមានតិចមានច្រើនបើយើងយល់អំពីនីតិសុខភាពយល់អំពីអ្វីទឹកកាពះយល់អំពីម្ហូបអាហារយើងមិនសូវមានបញ្ហាទេឥឡូវរោគសញ្ញាដែលធ្វើឲ្យឬក៏អ្វីដែលធ្វើឲ្យបង្កើតជាតិទឹកកាពះច្រើនគឺអ្វីគឺម្ហូបអាហារយើងញ៉ាំរាល់ថ្ងៃតែម្ដងតែបងប្អូនត្រូវគិតថាបើយើងញ៉ាំម្ហូបអាហារយើងត្រូវគិតថាម្ហូបអាហារខ្លះយើងចេញទៅក្រៅ
យើងទៅញ៉ាំទៅភោជនីយដ្ឋានអីអានឹងយើងគិតមិនរួចទេតែយើងក៏ប្រុងប្រយ័ត្នដែរយើងមិនមែនចាំគិតតែពីពួយម្ហូបអាហារណាដែលសម្បូរជាតិគ្រឿងណាដូចយ៉ាងថាការីគ្រឿងដូចថាต้มយំដូចយ៉ាងស្អីនោះអានោះជួនអីស៊ីសងគេដាក់ឯងយើងមិនខំតែដាក់តែល្មៀតលក្រៃណាឬក៏ស្លឹកក្រូចសើចអីមិនជាបញ្ហាដល់យើងដាក់ម្ទេសផងយើងដាក់ស្អីច្រើនពេកកាពះយើងបង្កើតមកធម្មជាតិបង្កើតយើងមកមិនមែនសម្រាប់ញ៉ាំអានោះទេយើងញ៉ាំម្ហូបអាហារដែលធម្មជាតិបង្កើតជូនយើងហើយធ្វើឲ្យបង្កើតទឹកកាពះច្រើនមួយទៀតរបស់ខ្លាំងច្រើនចំណងដើមតែខ្ញុំចេះនិយាយលេងរាប់ពាន់ឆ្នាំមុនរាប់ម៉ឺនឆ្នាំមុនយើងអត់មានខ្លាញ់ញ៉ាំអត់មានអីយើងញ៉ាំឆៅអត់តែមានភ្លើងអាំងផងតែមហោបសប្តាហ៍ថ្ងៃនេះយើងបង្កើតតាំងពីចុងសតវត្សទី19ចូលសតវត្សទី20ហ្នឹងយើងចាប់ផ្ដើមបង្កើតម្ហូបអាហាររោងចក្រធ្វើម្ហូបអាហារហ្នឹងដល់ហើយទឹកក្រូចក៏មកMcDonald ក្រោយមកឆ្នាំ88ក៏មក KFC ក៏មក Hungry Jack អស្អីកាទៀវต้มยำឬក៏យើងចាំឆាអីមកអស់អាឆូកូឡាត់មិនអីទៅវិញទេអាឆូកូឡាត់ដែលស្ករច្រើនពេកហើយខ្លាញ់នៅក្នុងហ្នឹងទេហើយយើងខ្លាញ់សាច់ជ្រូកខ្វៃទៅណាទាខ្វៃស្អីទៅដែលសម្បូរខ្លាញ់ច្រើនពេកហើយរបស់ផ្សេងទៀតដូចជាស្រាដូចជាកាហ្វេតែកាហ្វេច្រើនគឺទឹកកាហ្វេផ្សេងច្រើនណាពួកកាហ្វេញ៉ាំទៅធ្វើឲ្យយើងនិយាយថាស្លាស់មុខស្លាស់មាត់ប៉ុន្តែវាធ្វើយើង stress យើងដូចបេះដូងយើងញ័រចេញធម្មតាទឹកកាហ្វេក៏ចេញច្រើនដែរអា stress នឹងជ្រេះអរម៉ូនចេញទឹកកាហ្វេក៏ចេញច្រើនដែរហ្នឹងហើយស្រាប់ប្រយ័ត្នអានឹងគឺតែមិនបាច់និយាយទៀតអានឹងគឺវាចេញមកហើយមួយទៀតយើងញ៉ាំឆ្អែតពេកពីដើមយើងញ៉ាំដើម្បីរស់ឥឡូវយើងរស់ដើម្បីញ៉ាំមកពីដើមយើងរត់រំហូបបានប៉ុណ្ណាញ៉ាំប៉ុណ្ណឹង3ថ្ងៃក្រោយមួយអាទិត្យក្រោយបានញ៉ាំអានឹងអត់អីទៅវិញអានឹងធម្មតាទៅវិញហើយយើងទៀតអាញ៉ាំច្រើនពេកឡើងដល់100%ដែលខ្ញុំជម្រាបបងប្អូនថាញ៉ាំធ្វើម៉េចត្រឹមតែ80%បានហើយ70%បានមួយទៀតយើងញ៉ាំលឿនពេកអូញ៉ាំប្រញាប់បើទៅ buffet វិញធ្វើម៉េចបានណានៃហ្មងឲ្យឆ្អែតឲ្យសងថ្លៃលុយយើងឲ្យគ្រប់ណាអានឹងអត់ល្អទៀតមួយទៀតដែលធ្វើទឹកកាពះចេញច្រើនមួយទៀតគឺថាពេលដែលយើងញ៉ាំហើយឆ្អែតហើយកុំទៅហាត់ប្រាណតែហាត់ប្រាណហាត់អីទឹកកាពះវាកំពុងចង់រៀបរំលាយហើយយើងញ៉ាំច្រើនទៀតឆ្អែតទៀតវាច្រើនមកលើហើយធ្វើបងប្អូនឯងក្តៅដុំធូងណាឆ្អល់ដុំធូងភើបើក្អួតស្រួលហ្មងមួយទៀតដែលអ្នកបង្កើតទឹកកាពះច្រើនគឺ stress តែយើងពិបាកចិត្តច្រើនដូចខ្ញុំនិយាយកាលណាតែ stress យើងពិបាកចិត្តគិតច្រើនមួម៉ៅខឹងគេខឹងឯងច្រើនខ្លួនយើងវាចេញជាតិ cortisol ហ្នឹងអាជាតិ cortisol ជាតិអរម៉ូនតែមួយហ្នឹងវាបង្កើតទឹកកាពះឲ្យយើងចេញមកបាក់ទឹកចិត្តអីក៏មកអាហ្នឹងក៏ជារោគសញ្ញាមួយក៏ជាកត្តាមួយដែលធ្វើឲ្យយើងមានរោគមិនរំលាយអាហារនិងរោគរលាកបំពង់បាយឬរោគគេហៅថាក្តៅដុំធូងឬឆ្អល់ឬក៏ហើមពោះមួយទៀតអ្នកលើគីឡូមានអ្នកធាត់ពួកបានពួកគាត់សិតតែខ្លាំងពីអង់គ្លេសហៅ visceral fat ដល់ខ្លាំងពេញកពោះវាមានទៅថ្លើមទៅទៀតទៅរំថ្លើមទៀតឬក៏ក្រុងថ្លើមទៀតម្ល៉េះខ្លាញ់នឹងឯងដែលវាណែនពោះហើយវាសង្កត់សម្ពាធទៅលើពោះវៀនកាពះយើងណាបងប្អូនកាពះយើងទៅវារុញយ៉ាងហូបហើយច្រើនទៅលើតែយើងទៅដល់កាពះទឹកកាពះចេញតែហូបហើយដល់កាពះទឹកកាពះចេញពេលទឹកកាពះចេញនឹងឯងបងប្អូនពេលទឹកកាពះនឹងចេញហ្នឹងដែលធ្វើឲ្យយើងដល់យើងធាត់ទៀតណាវារុញម្ហូបអាហារចំណីអាហារទឹកកាពះនេះច្រើនឡើងលើអាហ្នឹងដែលអ្នកធាត់តែមានបញ្ហារោគកាពះណារោគផ្សេងអាហ្នឹងគឺទឹកដឹកថ្ងៃក្រោយមួយទៀតយើងពាក់ខោណែនពេកយើងចង់ឲ្យបានស្អាតឃើញរាងស្អាតណាបងប្អូនសាកមើលញ៉ាំអីក៏ដោយបងប្អូនដាក់ខ្សែគាត់ឲ្យតឹងមកខ្ញុំគេអាលួយតែពាក់ខោអាវពីយ៉ាម៉ាខ្ញុំតែវាតឹងពេញដែរលួយព្រោះវាចេះធ្វើនឹងកាពះហ្នឹងហើយធ្វើឲ្យទឹកកាពះវាទៅមកប៉ះដល់កំពង់បាយយើងធ្វើឲ្យដូចស្អីជាប់កំពង់កយើងចឹងតែអត់អត់ធូរទៅធូរទៅមកវិញទៀតបើពាក់ខោអាវកុំឲ្យតឹងពេកពោះយើងហ្នឹងហើយនឹងកុំតកេងភ្លាមកុំតកេង2-3ម៉ោងក្រោយ3ម៉ោងក្រោយទៅរងាដេហាបាទអាហ្នឹងក៏ជាពិសេសនារីក៏យើងណែនពេកវានឹងច្រើនបរោះអញ្ចឹងដែរតែមួយទៀតយើងគិតមិនរួចគឺនារីដែលគាត់មានរោគមានផ្ទៃពោះកាលណាគាត់មានផ្ទៃពោះពេលដែលគាត់រៀបសម្រាលកូនគឺតែងតែមានបញ្ហាគឺមិនរំលាយអាហារអានេះគឺជាធម្មជាតិបង្កើតមកអត់ត្រឹមត្រូវតែធ្វើម៉េចកាលណាពីរោគធំទៅសង្កត់ទៅសម្ពាធដល់កាពះ
กับตึกกับแพกชาลังเลยเลยร้อยทัวร์ก็มันรำเลียอันนั้นคือจีเรื่องธรรมดาปัจจัยเรียนทำสิมาเนี่ยไปเนาะงวยเตี้ยเนี่ยจุบอะไรบางคนจะจุบอะไรให้กินรวยคือโรคไอ้กันปีมอดละโหđó rôn cụt như này chụpอะไรใส่กับเมาส์เลยมาอันนั้นมวยใต้โรคคลาสติดแต่ทั่วเอาเยอะมันรำลีฮะโดยยมจำเรียบโรคแต่จะเพอรอหลังไงรอบไทยรอบชนะมันนะหรือกับมวยเตี้ยเนี่ยต่ำบ้ากับแปะหรือกับมวยเนี่ยมีนแกหาถากลัวนะประมาทอันนั้นก็มีปัญหามันรำลีฮะได้ถ้านำมวยจมพูดถ้ามวยจมพูดคือบางคนควรแต่ไปกลัวจมวยหรือแช่มันเด็ดบางคนน่ะหรือก็สัตว์การ์อาจเอาบางคนดันทางถ้านำมาไว้เดี๋ยวอาจปะปอดเราแต่คือโรคชรานะทำมันนั่งยังไม่จำเป็นบางคนเต้หรือยังทำพวกแอสไพรินพวกที่เขาจะทำตัวไซน์ที่อังกฤษเขาจะ non steroidal anti inflammatory disease นะอันนั้นคือเรื่องก่อนเอนไซม์อันนั้นคือจะสกัดโอเคให้นำคลาđể chui chẳng những lớn đó có chiaปัญหาหมดได้ให้ได้ทำสายคล้ายมันจะมันตัวใหญ่เรานั้นตุเติมไปจำเด็ดนึงเอาสัตว์การอะไรจะใส่มุกเนี่ยสัตว์การอะไรตายยังจะไทยตอมครูระเบียบไม่เตะยังมีโรคมันระเบียบหาแล้วยังไทยตอมยังไม่คลาคือถ้าโดยจำเรียบว่ามันคือตอมจำในหาแต่จำเรียบออกมาไม่มุนไงแต่บางคนตอมเต้าคือติ๊กอะโดยจำเรียบนะเป้แต่บางคนเจนเต้าคราวคือยังกินมันรู้ได้แค่ยำหกหาแต่แค่ทุบร้อยเยอะแล้วมีหกหากับจับสลับพองยังติงแต่ตามซุปเปอร์มาร์เก็ตใส่เช้าว่าบางคนตระมือรูปมนต์ข้างขนมนั่นมันให้ยังต้องการพลัดโลหรือการหกจับมาเยอะดำไปกับมายังมีโรคปัญหากับเปียฉันมีทำกับเปียเทียบมาแต่ยังต้องกำจัดมูลเหตุมากำจัดมูลเหตุคือถ้ามีแต่การแก้ไขในการหกจับมาเยอะการหกจับมาเยอะมีแต่ใจจิตปีไปยังใจแต่คราวอันนี้ยังกินด้วยอย่างยำกะหรี่อย่างยำชูเครื่องอย่างยำแมคโดนัลด์อย่างยำ KFC อย่างยำพิซซ่าฮัทไอ้นั่นแต่ยังคงยำชาปีได้ยังยำยุ่มาดองแต่ยักเงียบนะเคยจะเท้าเคยจะเชื่ออันนั้นยังเป็นปัญหาโรคปัญหาเดียวเพราะวิธีทำอันปนมอนี่สมบูรณ์คลังสมบูรณ์สกอร์สมบูรณ์ให้สมบูรณ์จิตใบกับสมบูรณ์ละดีฮานะจิตคาร์โบไฮเดรตนะเราให้วิธีเอาแต่กระเป๋าเชงชราเรายังยำไปคลาmà dân ông đi bành hà tế dân nhâm khác thì nhâm chở con ấy đó hắn mà nếu có cuộc này đi làm có cuộc này chứ nói trâu tom cũng sâu nhâm bỏ khăn chén tê bỏ cơ chén tê còn mà chocolate ai mới là chocolate chocolate ở đây mình có mọi nhâm tê còn phố nào mà tê tại dân chỉ có bé hai mà tê hay dân mình chưa cái đó tại nhâm chở bây giờ phải cả chở còn mà riêng cả mỗi tiết thì cứ bành hà em hôm hà chả là để trong rải ra mình oi vậy ta trang phu để em chuẩn bị mọiบางปงคลังช่วยแต่ยังจำเรียกบางปงนะยังจะปีดาวยังจะเท้ายำบักดาวเหมือนแม่นี่คือดอกบอลต้องมีบางปงคลังจะติดบ้ารำเลี้ยดอกบ้ารำเลี้ยฮะแต่กับเปียยังเจนชราดอกเจนชราถือเอายืมปีบ้าหนึ่งเกย์ปีบ้าครูไหนเนี่ยชีพิเศษปีเกย์หน่อยเกย์มันรัวบอกมันเลยโดยจำเจนยีเลยทำแบบเตาบุฟเฟ่ยังยำจะไอเป๊ะให้ยังมาแต่ทำให้ยังเกย์ฉันยังค่ะยังเจงยังเลยค่ะล้างทานซูมาเพลทมาเพลทแม่แต่ประมาณวินาทีโจมมาปุ๊บโจมดอแต่หายุบนั่นคือทำมายุบต่อเพลยังจมนะรู้อ่ะจะเป็นไงเจ้าหลอกบอกผมปองคลังเนี่ยบอกผมผมอ้อยซุยเป๊ะยูมาดอมันไอ้ให้อ้างกันแล้วผมเอาข้าวผมครีมผมอ้อยซุยเป๊ะอันนั้นอะไรปัญหาดอครูอย่างติดไงได้ยังจุ่มริบปีไกลแกเอาอะไรบอกนั่นเนี่ยไอ้ปากปอดอรูปสมพรบอลยืนใส่เตี้ยอันตุกไว้ให้หนึ่งอายุว่ายืนเตี้ยอันจำยังไงกลาง glycation นะจังให้มโหภานั่นคือถ้าเยอะผมปองใครมีเจ็ดเจียนจับจอร์ KFC fish and chip นี่ก็อ๋อมาที่จิบใส่ตะลงผมปองไอ้ใจยังอยู่มาลองไอ้เปรย์ในที่ผมปองเตี้ยมันเป็นเปรย์นี่นะเปรย์แค่หาแบบปีแค่หาพามนะหรือก็ซีดออยหรือก็พามออยนึงพวกนั้นมีเดเวฟคือทัวร์ดิในทัวร์อ้อยเปรย์อันนั้นมันละออดสเปรย์เยอะพวกนั้นร้อยปีนั้นยังมีปัญหายังยำติดอ่ะยังเติมยำมันถอยติดอ่ะให้ยังยำยืดให้ยังยำตัวเปียกมันชอบสามเรามาการปียังแต่บนเตียนอะไรนั่นแต่ทำไมกาแฟเติมมันถอยกาแฟแต่ติดโครโคคาโคลาแต่มีกัจจานติดธรรมดากับโซดาวอเตอร์ก็ได้
ទឹកណាដែលមានហ្គាសច្រើនណាបងប្អូនដូចយើងថានិយាយញ៉ាំទឹក mineral water តែទឹករ៉ែតែវាមានជាតិហ្គាសច្រើនក៏វាធ្វើឲ្យបង្កើតទឹកកាពះច្រើនដែរបាទអាហ្នឹងជាបញ្ហាម្ល៉េះយើងត្រូវគិតមែនតើតែយើងគួរតមឬក៏យើងគួរតែទ្រាំទៅឲ្យវាឆ្អល់អីទៅឆ្ងាញ់ធម្មតាយើងកើតមកទ្រាំមិនបានយើងត្រូវតែរៀនវិន័យខ្លួនឯងតែពេលញ៉ាំឆ្អែតខ្ញុំជូនបងប្អូនដឹងថាមុនញ៉ាំបើញ៉ាំអីហើយបើអាចចាំឯងលើកលែងទៅផាទីយប់ប្រឡប់ជ្រៅឯងអាចចាំពីម៉ោង2ម៉ោងទៅ3ម៉ោងញ៉ាំហើយពីទៅ3ម៉ោងក៏សុំទៅគេហើយយើងគេលឿនពេកវានេះវាចិត្តទឹកកាពះចាំមើលបើមិនចឹងទេបងប្អូនទៅទិញក្រែឬក៏កលថាយើងអត់មានលុយឲ្យក្រែយើងអ្នកសុកស្រែក្រែយើងកលក្បាលក្រែយើងអាជើងក្រែពីខាងលើណាបងប្អូនកលអត់មួយឬពីរទៅអូឃើញក្រែនោះវាជ្រេងចេះចឹងទៅទឹកកាពះវាពិបាកឡើងដែរព្រោះទំនាញដីវាទីចោបងប្អូនណាឬក៏មួយយើងចូលចិត្តស្រុកយើងស្រុកអឺរ៉ុបហ្នឹងគេចូលចិត្តតែញ៉ាំបាយហើយល្ងាចគេ siesta គេទៅគេងអានឹងគេងមកគេងអង្គុយឈមអីអាគេងតម្រេតហ្នឹងគឺទឹកកាពះច្រើនម្ល៉េះយើងក៏សម្បូរណាមានរោគកាពះស្រុកយើងក៏អីស្រុកយើងក៏សម្បូរស្អីក៏សម្បូរសឹងតែពិភពលោកដែលណាក៏មានបញ្ហារោគកាពះដែរជាពិសេសព្រោះយើងញ៉ាំឆ្អែតពេកយើងញ៉ាំរបស់សប្តាហ៍ដែលមិនមែនធម្មជាតិបង្កើតមកធ្វើឲ្យយើងបង្កើតទឹកកាពះច្រើនបាទបើចង់ស្រួលពេលខ្ញុំចិត្តឲ្យบอกថាពេលញ៉ាំហើយបងប្អូនធ្វើដើរដំណើរតិចដើរចុះដើរឡើង5-10នាទីកន្លះម៉ោងដើរចុះដើរឡើងក្នុងផ្ទះបានដើរចេញទៅតាមផ្លូវហាត់ប្រាណទៅវិញដើរកម្រិតខ្ញុំថាកុំហាត់ប្រាណដែលហឹកហាក់ណាទៅធ្វើឲ្យយើងភើស្រួលធ្វើឲ្យពោះវៀនយើងក៏ហាត់ប្រាណហើយក៏យើងមិនសូវមានបញ្ហារោគមិនរំលាយអាហារដែរខោអាវដូចខ្ញុំជំរាបត្រឹមពាក់អាវកម្រិតតាំងពេកតែតាំងពេកវារុញទឹកកាពះច្រើនមកលើនេះធ្វើឲ្យយើងពិបាកបាទអានឹងlàបញ្ហាតែបើអ្នកខ្លះមានលុយគេទៅទិញអាក្រែដូចនៅពេទ្យណាបងប្អូនលើអូតូម៉ាទិកឯងឆិតទៅវាងើបក្បាលខ្លួនឯងអញ្ចឹងទៅវាងើយក្បាលក្រែអញ្ចឹងទីហោយើងវាងើយក្បាលអញ្ចឹងអាហ្នឹងក៏បានដែរបើយើងមានលទ្ធភាពទៅទិញអញ្ចឹងដើម្បីបើយើងមានរោគមិនរំលាយអាហារឬក៏រោគរលាកកំពុងបាយក៏ហៅតែខ្ញុំថាតាទុកយូរទៅវាអាចគ្រោះថ្នាក់អាហ្នឹងក៏បានដែរតែសំខាន់ទម្ងន់យើងត្រូវការកុំឲ្យលើសដែលខ្ញុំបង្រៀនបងប្អូនណារវាស់រវល់ទម្ងន់ណាយកទម្ងន់ចែកនឹងកម្ពស់គុណនឹងកម្ពស់អានឹងសំខាន់ណាស់តែយើងលើសហើយស្អីក៏មានបញ្ហាដែរតែធាត់ពេកក៏បញ្ហាដែរអានឹងការជក់បារីតមការសូរ៉ាតមទៅតិចទៅបាទប៉ុន្តែរៀនដើម្បីកុំឲ្យមានការតានតឹងចិត្តពិបាកចិត្ត stress ពេកហ្នឹងគឺយើងត្រូវរៀន relaxation គេហៅសមាធិរៀនសមាធិមកវាធ្វើឲ្យយើងមិនមានបញ្ហាទឹកកាពះចេញច្រើនដែរមកឲ្យចំណុចសំខាន់ដែលខ្ញុំនឹងចង់បញ្ចប់នៅនីតិសុខភាពការមិនរំលាយអាហារហ្នឹងបងប្អូនមានច្រើនទៅទៀតខ្ញុំនឹងទៅចែកទៅតាមថ្ងៃក្រោយទៀតសំខាន់បំផុតគឺថាបើមានចំណុចខ្លះនេះត្រូវទៅជួបវិជ្ជាបណ្ឌិតមកជាពិសេសបើយើងយូរម្ដងមិនអីទេបើយ៉ាងញឹកញាប់ពេកហើយយើងចាស់ផង50ឡើងលើឥឡូវមិនបាច់តែ50ឡើងលើទេក្មេងក៏វាមានរោគបញ្ហាដែរដូចលលាកពោះវៀនលលាកកាពះឬក៏រោគហារីពោះវៀនធំអីហ្នឹងក៏ក្មេងក៏មានដែរឥឡូវហ្នឹងដោយសារតែការហូបចុករបស់យើងគេហៅ lifestyle disease ពីអង់គ្លេសណាព្រោះឲ្យដើម្បីជៀសវាងអាហ្នឹងគឺថាបើថាវាមានបញ្ហាសឹងតែរាល់អាទិត្យណាគួរតែជួបវិជ្ជាបណ្ឌិតហើយយប់ឡើងគេមិនកើតទេព្រោះវាចេះធ្វើឆ្អល់នោះវាចេះមិនព្រមភើវាចេះដូចជាប់កក្បាលដង្ធូងទៅជួបវិជ្ជាបណ្ឌិតតែបើថាសឹងតែរាល់យប់ពេកណាជាពិសេសបាទហើយគិតទិញគឺថាវាទៅចាប់ដើមធ្ងន់ទៅក៏ទៅជួបវិជ្ជាបណ្ឌិតដែរអានឹងចំពោះខ្ញុំឯងហើយដល់ទៅពេលក៏អីមួយទៀតដែលខ្ញុំថាយូរអង្វែងពេកថ្ងៃអាទិត្យក្រោយខ្ញុំជម្រាបបងប្អូនអំពីរោគគេហៅថារោគដែលទឹកកាពះច្រាលយូរពេកពាក្យខ្ញុំថា GORD មិញណា GORD ណាអានឹងខ្ញុំនឹងយល់ថាកាលតែវាយូរពេកអានឹងមានបញ្ហាត្រង់អីដូចខ្ញុំថាអួលបាយរត់ទឹកអួលទឹករត់ចោលពេលដែលបងប្អូនញ៉ាំលេបអីទៅពិបាកលេបដូចលេបហូបហាក់ដូចបញ្ហាណាអានឹងគឺត្រូវជួបវិជ្ជាបណ្ឌិតប្រកាសជាសាច់ដុំរបស់ពោះវៀនកំពុងបាយរបស់យើងនឹងវាដុះលឿនណាវាធ្វើឲ្យកំពុងបាយយើងទូចដល់យើងលេបពិបាកអានឹងគឺថាបងប្អូនត្រូវជួបឲ្យដល់លេបឈឺទៀតអានឹងអានឹងបញ្ហាមួយទៀតអានេះគឺជាចំណុចមួយដែលទៅជួបវិជ្ជាបណ្ឌិតណាពេលបាត់ជើងមកសិតតែចុះ
liu mu anh lang đi cà phê nhá lang khmau nhá hay thum khlam đi chìm nhá thị trấn để liu viên đi cà phê hay chỉ bị xe cà phê mà liu mu mà những trong khmau đi cà phê đi khmau cái số anhត្រូវជួយបញ្ជាក់ហ្នឹងហើយបើអួតមកទៀតមានអាឈាមtrongកម្ៅណាមិនឈាមស្រស់ណាអាឈាមកម្ៅនឹងដូចកាហ្វេហ្នឹងអាហ្នឹងក៏ត្រូវជួយបញ្ជាក់ដែរអាហ្នឹងមានតែបញ្ហាកាហ្វេយើងយល់ណាអាពវៀនចាំឲ្យខ្ញុំជំរាបឲ្យក្រោយទៀតអារោគមហារីកពវៀនបាទពេលយើងស្រកលោអត់ដឹងខ្លួនទេស្រាប់តែចេះស្រកលោត្រូវជួយបញ្ជាក់ដែរគាត់ទៅឆែកមើលមូលហេតុអីបានស្រកលោជួនអីយើងឡើងតបៅកាហ្វេឬនេះកាហ្វេអត់ទឹកយើងអត់មើលលិមុខយើងហើយបាត់ជើងមកទឹកឈាមចេញពីកាហ្វេយើងទៅរំបាត់ជើងមកវាឡើងដូចកាហ្វេអត់ពណ៌លិមុខយើងមួយទៀតរោគសញ្ញាមួយទៀតដែលយើងគួរចាប់អារម្មណ៍ព្រោះការមិនរំលាយអាហារជាមួយកើតហឺតវាចេះតំណាក់តំណងគ្នាមិនមែនរោគតាក់ទងទេគាត់ថាវាធ្វើឲ្យរោគសញ្ញាដូចគ្នាបាក់ដកដង្ហើមអូខេដូចជាដកដង្ហើមខ្លីៗបងប្អូនជាពិសេសការហាត់ប្រាណហើយឬក៏បែកញើសពេលយប់មកឬក៏ពេលចុកហ្នឹងដូចខ្ញុំថាអញ្ចឹងចុកអាខាងឆ្វេងនេះបើប្រសិនជាចុកតែកន្លែងហ្នឹងអត់ទៅណាទៀតទេអានោះមិនរំលាយអាហារតែបើចុកឲ្យរៀលដល់ដៃទៀតនេះដល់កចឹងកយើងនេះដៃឆ្វេងនេះទៀតអាចដល់ខាងជើងយើងទៀតណាអានឹងអាចកាំងបេះដូងបងប្អូនណាអានឹងអាចរកកាំងបេះដូងលើថ្នាំដែលជាងព្យាបាលមិនពិបាកទេបងប្អូនទៅ pharmacy គឺថាយើងទិញថ្នាំបានថ្នាំពីបានសម្បត្តិពេទ្យឬមិនសម្បត្តិពេទ្យទេឱសថការីអាចសួរមកដូចខ្ញុំអញ្ចឹងមិនសួរចុះឡើងទៅគេនឹងជូនថ្នាំបងប្អូនណាគឺថ្នាំមួយគឺថាគេឲ្យបន្ថយទឹកកាពះមួយទៀតប្រសាបពេលណាយើងញ៉ាំជ្រុលទេរបស់ជ្រុលដូចម្ទេសម្ជូរគ្រឿងក្រៅច្រើនពេកបំពង់ខ្លាញ់អីទៅអាមួយទៀតប្រសាភ្លាមមិនឲ្យទឹកកាពះវាច្រាលពេកទេដល់តែវាចេញច្រើនពេកបងប្អូនមិនប្រសាភ្លាមទេបងប្អូនមិនយប់តភ្លឺគេងលក់ដូចខ្ញុំជម្រាបចាហើយឆ្អល់ទៅឥឡូវវាមានចែកជាពីរមួយធ្វើបន្ថយទឹកកាពះឲ្យទៀតមួយទៀតប្រសាភ្លាមអង្គទេជួយចិត្តថា antacid បងប្អូនណាខ្ញុំមិនបាច់ជម្រាបថ្នាំទេបងប្អូនទៅសួរសតការីទៅឬក៏វាចាំដឹកទៅថ្នាំហ្នឹងគឺមានច្រើនមុខខ្ញុំមិនអាចជម្រាបវែងពេកហើយថ្នាំមួយទៀតវាជួយចេះទេថ្នាំមួយទៀតខ្ញុំជម្រាបទៅចោះមានថ្នាំពីរមុខមួយប្រសាបមួយប្រសាភ្លាមមួយទៀតបន្ថយទឹកកាពះមួយទៀតគឺថាវាធ្វើឲ្យកំពង់បាយយើងនេះមានកម្លាំងរុញមហូបអាហារចុះលឿនកំពង់បាយនិងកាពះចុះអាហ្នឹងមួយទៀតញ៉ាំទៅដូចតែ5នាទីទៅកន្លះម៉ោងគឺថាមហូបអាហារហ្នឹងចុះលឿនមកអាហ្នឹងមួយចំពោះទៀតអានេះខ្ញុំមិនបាច់ជម្រាបបងប្អូនទេតែបើបងប្អូនអាសាមានបញ្ហាពេកវាមានថ្នាំខាងក្រៅគេហៅថា probiotic ជួយដែរគឺថាជួយកាពះពោះវៀនយើងសប្តាហ៍នេះព្រោះអានឹងជាប្រទេសទី2របស់យើងប្រទេសទី1ប្រទេសទី2អាប្រទេសទី2ទៅល្អដែរអានឹងថ្ងៃណាខ្ញុំជម្រាបតែ probiotic ហ្នឹងហើយមួយជាតិថ្នាំមួយយ៉ាងរបស់អាល្លឺម៉ង់ថា Baragus ហ្នឹងអានឹងគឺជាជាតិ herb ហ្នឹងគឺជួយដែរជួយឲ្យបន្ថយទឹកកាពះដែរហើយខ្ញុំដូចថាថ្នាំខ្ញុំចង់ភ្លេចខ្ញុំជម្រាបថ្នាំអ្វីក៏ដោយដែលយើងញ៉ាំហើយធ្វើទុកជាពិសេសថ្នាំប្រសៃដូចយ៉ាង Nurofen, Ibuprofen, Naproxen, Diclofenac, Voltaren អីហ្នឹងបើយើងមានបញ្ហាអ្វីទៅញ៉ាំទៅឲ្យវាចាំដឹងឬក៏សតការីដឹងដែរដើម្បីគេនឹងឲ្យយល់គេដឹងថាឲ្យយើងទាស់នៅហ្នឹងយើងមិនគួរតែប្រើនឹងទៀតទេឲ្យវាចាំដូរថ្នាំឬក៏សតការីគេដូរថ្នាំព្រោះកុំភ្លេចការហូបចុករបស់យើងញ៉ាំម្ហូបអាហារជាថ្នាំរបស់យើងបើមិនចឹងទេថ្ងៃណាមួយយើងញ៉ាំថ្នាំជាម្ហូបអាហារយើងអានេះខ្ញុំជម្រាបបងប្អូនតាមត្រង់ទៅចុះនេះខ្ញុំបញ្យល់ស្រុកយើងបន្តិចឡើងបន្តិចទៀតណាអញ្ចឹងការកែប្រែរបស់ការកែប្រែក្នុងរយៈពេល100 200ឆ្នាំនេះគឺយើងកែប្រែការហូបចុករបស់យើងបើរាប់ពាន់ឆ្នាំមុនយើងរស់នៅតែក្នុងរូងភ្នំអត់មានខោអាវពាក់ផងតែយើងបានអីញ៉ាំហ្នឹងខ្ញុំនិយាយបន្តិចទៅចុះបន្លែផ្លែឈើអីទាំងអស់ពីដើមដូចផ្លែឈើវាអត់ផ្អែមទេផ្លែប៉ែមបញ្ជូរព្រៃឬក៏ផ្លែក្រូចប្រសាទក្រូចអីហ្នឹងផ្លែព្រុសហ្នឹងយើងទៅហៅស្រុកនេះហៅមង្ឃុតហ្នឹងវាផ្អែមប៉ុន្តែវាអត់ធម្មជាតិវាបង្កើតមកអត់ផ្អែមវាជូរអែមទេវាមានជាតិជូរច្រើនជូរហ្នឹងជូរមិនប៉ះពាល់ដល់យើងទេជូរក៏ផ្សំតាវាជួយដល់ក្រពះរបស់យើងបងប្អូនណាជូរអត់វាជួយវីតាមីនទេពីច្រើនវីតាមីន C វីតាមីន A ច្រើនហើយយើងញ៉ាំទាំងខ្លែបណាអាហ្នឹងសំខាន់ណាស់ម្ល៉េះបងប្អូនទៅញ៉ាំតាខ្ញុំចាំបញ្ជាក់បងបន្តិចទៀតទៅចុះពេលនៅផ្ទះយើងញ៉ាំហូបអាហារណាដែលធម្មជាតិផ្ដល់ឲ្យយើងខ្ញុំទៅនិយាយលេងដែលខ្ញុំទៅស្រុកយើងទៅមកហ្នឹងគឺអ្នកកំពុងចាំខ្ញុំឃើញដំណាំពោពេញទៅដោយដំណាំទាំងមុខផ្ទះទាំងក្រោយផ្ទះ
យើងញ៉ាំរបស់ហ្នឹងជារបស់ធម្មជាតិបង្កើតដែរតែយើងដាក់អ្វីចូលក្នុងហ្នឹងកុំសូវដាក់របស់ដែលយើងបង្កើតកុំទិញអាគ្រឿងក្រៅមកពីនេះមកពីនោះមិនដឹងស្អីទេណាហើយយើងប្រហុកអីក៏មិនចម្រាប់ប៉ុនចាំមិនអត់មានប្រហុកអីយើងដាក់ទឹកត្រីតិចតួចទៅវាល្អទេប្រហុកក៏មានជាតិគុណភាពដែរបើខ្ញុំចង់និយាយតែពីរឿងគុណវិបត្តិទេណាដែលមានបញ្ហាតាមពិតវាមានអ្វីក៏ល្អដែរប៉ុន្តែគួរតែបដិសេធចោលបើអាចទេបងប្អូនឡើយយើងបន្លែផ្លែឈើស្រុកយើងល្អណាស់ខ្ញុំនិយាយលេងបន្តិចគឺថាយើងញ៉ាំរបស់ហ្នឹងវាអត់ធ្វើទុកកាពះយើងទេព្រោះយើងស្រកកោយើងក៏គួរមានអីសើតតែបន្លែជាមួយត្រីទៅឬក៏សាច់សុទ្ធទៅណាបងប្អូនណាកុំដាក់ស្ករកុំដាក់ខ្លាញ់ច្រើនកុំដាក់អំបិលប្រៃពេកពេលហ្នឹងឯងល្អអាហ្នឹងគឺជាថ្នាំរបស់យើងណាបងប្អូនស្លកកោស្លប្រហើអីហ្នឹងជូរគ្រឿងអីហ្នឹងតែកុំដាក់ម្ទេសមកអីតែមួយទៀតបើបងប្អូនញ៉ាំដូចលក់ទឹកគ្រឿងបន្លែឆៅអស់ហ្នឹងគឺល្អទៀតគឺថាដូចយ៉ាងស្រុកយើងខ្ញុំចេះនិយាយថាផ្កាស្នោពីវាពីកាយើងទៅបេះតកួនឬក៏យើងអាចផលិតយើងអាចផ្កាកំប្លោកឬក៏ឆែតអីបងប្អូនណារបស់សិនល្អទាំងអស់យើងរមមិនខ្វះឲ្យស្រុកយើងមានទឹកមានដីបាទមានទឹកមានត្រីមានដីមានបន្លែមានដំណាំយើងញ៉ាំចឹងនៅផ្ទះហើយធ្វើឲ្យយើងសុខភាពល្អបងប្អូនពោលសិតតែវីតាមីនដែលធម្មជាតិផ្ដល់ឲ្យយើងខ្ញុំនិយាយលេងបន្តិចទៅចោះតិចខ្ញុំនិយាយប្រហែលជា2នាទីរឿងអំពិលទៅចោះអំពិលយើងអំពិលទុំយើងណាអំពិលខ្ចីយើងល្អណាស់បងប្អូនណាដែលជួយយកជាតិ plastic ចេញពីខ្លួនយើងអាហ្នឹងវែងពេកចាំណាខ្ញុំទៅសេរក៏ខ្ញុំនិយាយតម្រោះពួកការពិសោធន៍នៅក្នុង lab ណា labo ហើយមួយទៀតលើស្លឹកអំពិលយើងស្លម្ជូរស្លឹកអំពិលល្អណាស់ស្លឹកអំពិលបងប្អូនមានជាតិច្រើនណាល្អមែនទេស្លឹកអំពិលខ្ញុំមិនបាច់និយាយវាមានជាតិល្អច្រើនណាអាហ្នឹងទុកមួយចំណែកទៀតថ្ងៃក្រោយខ្ញុំជជែកបងប្អូនបាទឥឡូវខ្ញុំបញ្ចប់ត្រឹមនេះក៏ចោះ